วิธีมือนี้เนี่ยตอนนี้อาจโยกเนี่ยใน Gmail เนี่ยตอนนี้ได้ผลิตเลขสงัดมาวิ่งตามระยะเลขตัวสัปดาห์ระบบปุ่มไม้ปูนกับปุ่มตาปลาสุดท้ายบางปุ่มตอนนี้ตลอดมาวิ่งชิมมือหนุ่มโตทำไมงั้นนี่คือยังเปิดหันปีกันใน Gmail ได้ปุ่มไม้ปูนบานผลิตเลขสงัดให้บางปุ่มจังโยเลขสงัดนั่งมาวิ่งกรงการปลาชิมมือหนุ่มตัวสัปดาห์เซ็งคือบางปุ่มอาจโจเติร์ดเวอร์การ recovery หรือก็บางปุ่มก็จะมีเลขตัวสัปดาห์มวยซ้ายคือบางปุ่มอาจโจใน Gmail ปุ่มไม้ปูนได้ผลิตเลขสงัดมาวิ่งบาน100%โอเคចឹងដើម្បីចូលទៅធ្វើការទាញយកជាមួយនឹង password ចាស់មកវិញដែលពុកម៉ែបងប្អូនបានផ្លេចហើយពុកម៉ែបងប្អូនក៏អាចធ្វើការ update នៅ password ថ្មីបានផងដែរអូខេចឹងមកដល់កន្លែងនេះគឺសម្រាប់ពុកម៉ែបងប្អូនដែលគាត់មាន Gmail មានន័យថាគាត់មាន Gmail ដូចនេះចាំមើលខ្ញុំបង្ហាញចែកពុកម៉ែបងប្អូនមួយអូខេចឹងឧទាហរណ៍ថានេះពុកម៉ែបងប្អូនមាន Gmail បែបនេះមួយនេះអូខេចឹងអូខេនេះគឺគណនី Gmail តែពុកម៉ែបងប្អូនអត់ចាំជាមួយនឹងលេខសម្ងាត់ឬក៏ password នៅគណនី Gmail របស់ពុកម៉ែបងប្អូនទេអូខេអញ្ចឹងវិធីក្នុងការទាញយកគឺអត់ពិបាកទេគឺបងប្អូនចូលកម្មវិធី Chrome ក៏បានឬក៏កម្មវិធីនេះ Safari ក៏បានណាអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំយកជាមួយនឹងកម្មវិធី Safari អូខេកន្លែងនេះខ្ញុំយកថា Google ទៅចុចលើវាមកអូខេជិះដល់កន្លែងនេះក៏បងប្អូនឃើញថាអត់ទាន់មានគណនី Gmail ទេណាអូខេជាកន្លែងនេះបងប្អូនអាចវាចាំមកនេះតាមខ្ញុំមកនេះ create Gmail account អូខេបងប្អូនជី search មកអូខេជិះមកដល់កន្លែងនេះបងប្អូនឃើញខ្ញុំសូមចូលអូខេអូខេចាំមកដល់កន្លែងនេះមួយទៀតគឺពុកម៉ែបងប្អូនអាចធ្វើការវាបញ្ចូលឈ្មោះគណនីរបស់ពុកម៉ែបងប្អូនណាអូខេឧទាហរណ៍ថាពុកម៉ែបងប្អូនមានគណនី Gmail បែបនេះណាអូខេហើយបងប្អូនចុចបន្ទាប់ណាអូខេចាំមកដល់កន្លែងនេះគឺជាចំណុចសំខាន់ដែលពុកម៉ែបងប្អូនចង់ប្រើជាមួយនឹងគណនី Gmail មួយនេះប៉ុន្តែអត់ចាំជាមួយនឹងលេខសម្ងាត់ដែលពុកម៉ែបងប្អូនបង្កើតគណនី Gmail ដំបូងអញ្ចឹងកន្លែងនេះបងប្អូនយកពាក្យនេះមកនេះផ្លេចពាក្យសម្ងាត់បងប្អូនចុចលើវាមកអូខេជិះមកដល់នេះគឺវាមាន option 3 4ឲ្យយើងជ្រើសរើសណាដោយសារតែ Gmail នេះគឺខ្ញុំកំពុងតែប្រើនៅលើទូរស័ព្ទ iPhone អញ្ចឹងវាបានផ្ញើសារមកលើ Gmail របស់ខ្ញុំនៅក្នុង iPhone នេះបងប្អូនអាចចូលទៅមើលបានប៉ុន្តែយើងក៏មានវិធីនៅផ្សេងទៀតដែលពុកម៉ែបងប្អូនអាចធ្វើការឲ្យ Gmail ហ្នឹងខាងក្រុមហ៊ុនផ្ញើលេខកូដមកកាន់យើងតាមលេខទូរស័ព្ទដៃផងដែរណាអូខេអញ្ចឹងកន្លែងនេះបងប្អូនដាក់ថាសាកល្បងវិធីផ្សេងចុចលើវាមកអូខេចាំមកដល់កន្លែងនេះវានឹងផ្ញើសារចូលទៅកាន់អ្នកនៃ Gmail បងប្អូនឃើញវា load មកហើយណាអូខេជឿមែនតែ Gmail នេះយើងកំពុងតែប្រើនៅលើទូរស័ព្ទដៃ iPhone ណាអូខេប៉ុន្តែករណីពុកម៉ែបងប្អូនណាអត់ប្រើជាមួយនឹងមានតែ Gmail ហ្នឹងពុកម៉ែបងប្អូនអត់ប្រើនៅលើទូរស័ព្ទដៃនឹងទេណាពុកម៉ែបងប្អូនចង់យកជាមួយនឹងលេខកូដនឹងហើយតាមរយៈលេខទូរស័ព្ទដៃគឺបងប្អូននេះចុចនេះសាកល្បងនៅកន្លែងនេះណាចុចលើវាមកអូខេអញ្ចឹងកន្លែងនេះគឺបងប្អូនឃើញតែវាបានផ្ញើសារទៅកាន់ Gmail នេះក៏ទុយដើមនេះលុយនេះអញ្ចឹងវានៅកន្លែងនេះគឺវាបាត់ហើយប៉ុន្តែយើងមានន័យថាយើងអត់ចង់យកលេខកូដពីនឹងទេដោយសារតែយើងមិនបានប្រើណាឧទាហរណ៍ថាពុកម៉ែបងប្អូនមិនបានប្រើជាមួយនឹងគណនី Gmail មួយនេះណាអូខេតែពុកម៉ែបងប្អូនចង់ស្ដារនៅគណនី Gmail មួយនេះតាមរយៈលេខទូរស័ព្ទដៃពុកម៉ែបងប្អូនអូខេចុចកន្លែងនេះបងប្អូនចុចពាក្យថាសាកល្បងវិធីផ្សេងចុចលើវាមកអូខេចាំមកដល់នេះគឺជាចំណុចសំខាន់ហើយវាកំពុងតែផ្ញើសារនេះអញ្ចឹងបងប្អូនត្រូវផ្ទៀងជាមួយនឹងលេខកូដដែលក្រុមហ៊ុនបានផ្ញើសារមកយើងឬក៏ទេមកយើងនៅកន្លែងនេះអូខេចឹងឧទាហរណ៍ថាពុកម៉ែបងប្អូនចង់ឲ្យវាផ្ញើសារបងប្អូនចុចចូលពាក្យថាផ្ញើសារឬក៏ពុកម៉ែបងប្អូនចង់ឲ្យវាហៅជាទេទូរស័ព្ទជាលេខកូដ1 2 3 4 5គឺបងប្អូនចូលហៅអូខេចឹងមានថាលេខនេះយើងកំពុងតែប្រើនៅលើទូរស័ព្ទដៃហើយលេខបញ្ជាក់លេខទូរស័ព្ទនេះក៏ជាលេខដែលយើងយកទៅធ្វើការបង្កើតគណនី Gmail ដែរអូខេចឹងកន្លែងនេះបងប្អូនចុចពាក្យថាផ្ញើសារមកដើម្បីឲ្យក្រុមហ៊ុន
គឺផ្ញើសារមកកាន់លេខទូរស័ព្ទដៃរបស់យើងកំពុងតែប្រើហ្នឹងអូខេអញ្ចឹងចុចផ្ញើសារអូខេអញ្ចឹងវាបានផ្ញើសារទៅនេះហើយអូខេខ្ញុំយកលេខកូដសិនខ្ញុំបិទតិចសិនអូខេជិះខ្ញុំ copy មកយើងចូលវិញមកនេះអូខេអញ្ចឹងនេះលេខ6ខ្ទង់ហើយវាបានផ្ញើសារទៅកាន់កតុយ70នេះជុំបងប្អូនដាក់ផាសមកអូខេខ្ញុំលុបតិចសិនអូខេអញ្ចឹងលេខ6ខ្ទង់បងប្អូនចុចពាក្យបន្ទាប់មកអូខេអញ្ចឹងយើងធ្វើការរងចាំអូនេះតោះអ្នកអាចធ្វើបច្ចុប្បន្នភាពលេខសម្ងាត់របស់អ្នកឥឡូវនេះបើសិនបើអ្នកបានផ្លេចអញ្ចឹងកន្លែងនេះបើសិនជាយើងចង់ដូរលេខសម្ងាត់របស់យើងក៏ដូរទៅតែបើសិនជាបងប្អូនមិនចង់ដូរចុចបន្ទាប់ទៀតណាអូខេអញ្ចឹងបើសិនជាកន្លែងនេះបងប្អូនចង់ដូរមួយលេខសម្ងាត់បងប្អូនដាក់ចេះមកនេះអូខេក្នុងការដាក់លេខសម្ងាត់គឺមានលេខមានអក្សរមាននិមិត្តសញ្ញាអូខេកន្លែងនេះគឺខ្ញុំសុំបិទទៅចាក្រោមបងប្អូនដាក់ឲ្យដូចគ្នាមកអូខេអញ្ចឹងលេខនេះគឺត្រូវតែមាន8តួអក្សរហើយជាប្រភេទលេខដែល strong មានថាលេខដែលយើងរឹងមាំអត់អាចឲ្យមាន hacker មក hack ឬក៏យក account អ្នកនៃ Gmail របស់យើងបានអញ្ចឹងបងប្អូនដាក់មានលេខមានអក្សរមាននិមិត្តសញ្ញាអញ្ចឹងកន្លែងនេះបងប្អូនចុចពាក្យរក្សាទុកមកអូខេហើយកន្លែងនេះគឺបងប្អូនចង់ដាក់ឈ្មោះជាមួយនឹង account របស់យើងក្នុងការ save password ក៏បានដែរឬក៏បងប្អូនមិនចាំបាច់ក៏បងប្អូនចាំពេលក្រោយក៏បានដែរអូខេអញ្ចឹងបងប្អូនជិះពាក្យបដូរមកអូខេអញ្ចឹងការបដូរលេខសម្ងាត់របស់យើងគឺបានជោគជ័យហើយបងប្អូនក៏អាចយកនេះអូខេយកនៅគណនី Gmail របស់យើងគឺបានជោគជ័យ 100% ហើយអញ្ចឹងក្នុងការ recovery នៅគណនី Gmail របស់យើងគឺបងប្អូនអាចធ្វើការសាកតាមវិធីនឹងបានណាដែលយើងអាចយកនៅគណនីចាស់របស់យើងមកវិញតាមរយៈលេខទូរស័ព្ទដៃដែលយើងកំពុងតែប្រើអូខេអញ្ចឹងនេះបានជោគជ័យហើយក្នុងការ restore Gmail របស់យើងអូខេចឹងបងប្អូនអាចចូលទៅមើលម្ដងទៀតទៅនេះវាដាក់ហើយនេះអូខេនេះគឺជាគណនី Gmail របស់យើងអូខេចឹងបងប្អូនចុចលើវាមកអូខេនេះអូខេតោះអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេវិធីក្នុងការផ្លាស់ប្ដូរជាមួយនឹងហៅថាលេខសម្ងាត់ថ្មីឬក៏ recovery ជាមួយនឹង password គណនី Gmail ពុកម៉ែបងប្អូនដែលផ្លេចតាមរយៈលេខទូរស័ព្ទដៃគឺមានតែប៉ុណ្្នឹងទេបង្ហាញចែកពុកម៉ែបងប្អូនអរគុណអ្នកទាំងគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយទៀតនៅក្នុងគន្លឹះថ្មីៗតាក់ទងជាមួយនឹងបច្ចេកវិទ្យាមិនថា AI ឬក៏តាក់ទងជាមួយនឹងទូរស័ព្ទបងប្អូនអាចធ្វើការ